Thế từ đấy chẳng mê rì ní cứ sầm rạp sự khá cam về chạy tình chấm khmung ok hay sầm rạpสมาชิก Nasto Group ก็អាចសិក្សាមេរៀននេះផងដែរអូខេចឹងមេរៀននេះគឺយើងនិយាយពីដំណើរការផលិតទឹកឃ្មុំរបស់ឃ្មុំកម្មករអាហ្នឹងគឺដើម្បីឲ្យសិក្ខាកាមរៀនវគ្គចិញ្ចឹមឃ្មុំហ្នឹងគឺសិក្សាបន្ថែមថាតើទឹកឃ្មុំហ្នឹងវាដំណើរការរបៀបម៉េចបាទទី1យើងដឹងហើយគឺអ្នកដែលចេញទៅរកទឹកដមអីហ្នឹងគឺឃ្មុំកម្មករណាអញ្ចឹងឃ្មុំកម្មករព្រលឹមឡើងហ្នឹងចាប់ដើមហើរចេញពីសបុកទៅប្រមូលទឹកដមផ្កាដោយការប្រើអណ្ដាតជាអំពូជក់វែងរបស់វាបាទអញ្ចឹងជាទូទៅគឺប្រវែងប្រហែលជា6មីលីម៉ែត្រអំពូហ្នឹងបាទរូបនេះឃើញធំណាឃើញធំហើយឃើញវែងហើយតែពិតមិនធំដូចក្នុងរូបនេះទេហើយ6មីលីម៉ែត្រហ្នឹងគឺខ្លីមែនតើណាជាទូទៅគឺវាអត់លូតទេប្រសិនបើវានៅក្នុងសបុកវាអត់លូតទេកំពុងហ្នឹងក៏អត់លូតទេយើងមិនងាយមើលឃើញទេប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមទៅក្រេបបញ្ជក់ទឹកដមផ្កាកំពុងហ្នឹងចាប់ផ្ដើមបលូតចេញមកគឺ6មីលីម៉ែត្រអញ្ចឹងហើយបានទឹកដមផ្កាជំរឿនៅក្នុងផ្កាទឹកដមផ្កាហ្នឹងវានៅក្នុងផ្កាជំរឿណាក៏ឃ្មុំអាចទៅបឺតទឹកដមផ្កាហ្នឹងបានដែរតាមរយៈអំពង់បឺតវាអាចបលូតបានរហូតដល់6មីលីម៉ែត្រ6មីលីម៉ែត្រនេះយើងថាខ្លីណាស់ក៏ប៉ុន្តែសម្រាប់សត្វអត់គឺ6មីលីម៉ែត្រហ្នឹងគឺវែងហើយវែងបំផុតដែរបាទអញ្ចឹងទី1គឺវាទៅក្រេបបញ្ជក់ទឹកដមផ្កាចេញពីផ្កាមួយទៅផ្កាមួយទៅចេញពីផ្កាមួយទៅផ្កាមួយរហូតដល់ពេញកែបាទអញ្ចឹងដល់ពេលដែលវាពេញកែហើយវាក្រេបហ្នឹងជាទូទៅវាយកទៅដាក់នៅក្នុងកាពះផលិតទឹកឃ្មុំកែអង់គ្លេសហៅ crop ឬក៏ honey stomach កាពះផលិតទឹកឃ្មុំឃ្មុំវាមានកាពះ2កាពះទី1យើងហៅថាកាពះប៉ិតកាពះប៉ិតហ្នឹងគឺដើម្បីរំលាយអាហារហ្នឹងឯងដើម្បីរំលាយទឹកដមហើយនឹងលម្អអាហ្នឹងគឺដើម្បីចិញ្ចឹមខ្លួនវានឹងឯងណាដូចកាពះយើងធម្មតាយើងហូបទៅវាកាពះរបស់យើងវារំលាយអាហារយកមកចិញ្ចឹមសារពាង្គកាយយើងហ្នឹងគឺដូចគ្នាឃ្មុំដូចគ្នាគឺកាពះហ្នឹងគឺវាចែកចេញជា2កាពះទី1គឺសម្រាប់ស្តុកទុកនៅទឹកដមអត់លុកលំជាមួយកាពះរំលាយអាហាររបស់វាទេកាពះទី2គឺកាពះប៉ិតយើងហៅថាកាពះប៉ិតកាពះប៉ិតហ្នឹងគឺដើម្បីរំលាយលម្អបាទព្រោះវាទៅក្រេបផ្កាក្រេបអីហ្នឹងគឺវាឆ្លៀតស៊ីលម្អងឆ្លៀតស៊ីទឹកដមដើម្បីចិញ្ចឹមរាងកាយវាដែរអាណាដែលវាសម្រាប់ទុកនៅក្នុងសបុកសម្រាប់បំលែងបន្តទៅជាទឹកឃ្មុំគឺវាយកទៅស្តុកទុកនៅកាពះផលិតទឹកឃ្មុំ honey stomach នេះបាទអូខេអញ្ចឹងទី3នៅពេលដែលវាត្រឡប់មកដល់សបុកវិញគឺឃ្មុំកម្មករនោះគឺចាប់ផ្ដើមក្អែលបាទក្អែលទឹកដមផ្កាទៅក្នុងរុនសែលនៃផលិតឃ្មុំមួយហ្នឹងបាទក្អែលដាក់តាមប្រដោះហ្នឹងយើងហៅថារុនសែលរុនចឹងវាចាប់ដើមក្អែលចេញពីកាពះផលិតទឹកឃ្មុំហ្នឹងទឹកដមទាំងប្រមាណដែលវាស្តុកទុកនៅក្នុងកាពះផលិតទឹកឃ្មុំចាប់ដើមខ្ជាក់វាខ្ជាក់ចូលក្នុងរុនសែលនេះបាទចាកាពះផលិតទឹកឃ្មុំអាចស្តុកទុកទឹកឃ្មុំទឹកដមបានច្រើនហើយវាអាចរីកធំទៅតាមចំណុះទឹកដមដែលស្តុកទុកនៅក្នុងកាពះហ្នឹង
ទី4ឃ្មុំកម្មករផ្សេងទៀតណាដែលមានទូរទីសង់ផលិតហើយនឹងបន្ទុំទឹកឃ្មុំយើងដឹងហើយឃ្មុំគឺវាធ្វើការទៅតាមទូរទីរៀងខ្លួនរបស់វាតាមអាយុប្រហែលវាធ្វើអីអាយុប្រហែលវាធ្វើអីអញ្ចឹងអាយុឃ្មុំកម្មករដែលមានអាយុ12ទៅ17ថ្ងៃនេះគឺទូរទីវាគឺសម្រាប់ផលិតកមួនសង់ផលិតហើយនឹងបន្ទុំទឹកឃ្មុំចំពោះអាឃ្មុំកម្មករដែលវាចេញទៅក្រៅបឺតអញ្ជក់ទឹកដមនាំលំអងមកហ្នឹងគឺអាយុលើហ្នឹងសិតតែបងវាអាយុ21ថ្ងៃអីឡើងហ្នឹងឯងដែលអ្នកចេញទៅរកហ្នឹងរកមកវាខ្ជាក់ចូលក្នុងរុនសែលហើយឃ្មុំកម្មករផ្សេងទៀតដែលមានអាយុប្អូនវាហ្នឹងអា12ទៅ17ថ្ងៃហ្នឹងចាប់ផ្ដើមបន្ទុំបន្ថែមបាទចាប់ផ្ដើមបន្ទុំឧទាហរណ៍ដូចជាប្រទះស្លាបណាវាបក់ស្លាបបាទដើម្បីដកសមាភិបទឹកចេញពីទឹកដមផ្កាហ្នឹងធ្វើម៉េចឲ្យវាคล้ายទៅជាទឹកឃ្មុំពេញលេញណាហើយឃ្មុំដែលមានអាយុ12ដល់17ថ្ងៃហ្នឹងផ្សេងទៀតចាប់ផ្ដើមធ្វើរុនសែលបន្ថែមទៀតដើម្បីឲ្យអាបងវាទៅយកទឹកដមយកមកដាក់បន្ថែមអាហ្នឹងគឺដំណើរការនៃការផលិតទឹកឃ្មុំរបស់ឃ្មុំហ្នឹងឯងអូខេទី5អញ្ចឹងនៅពេលទឹកដមคล้ายទៅជាទឹកឃ្មុំពេញលេញឃ្មុំកាប់កចាប់ផ្ដើមបិទរុនសែលដោយប្រើក្បួនដើម្បីការពារនិងទុកដាក់ទឹកឃ្មុំជាអាហារបម្រុងនេះបិទនេះស្ដើងនៅពេលដែលវាคล้ายទៅជាទឹកឃ្មុំពេញលេញគឺចាប់ផ្ដើមបិទសែលហើយស៊ីលបិទស៊ីលបិទ sticker កុំឲ្យទឹកឃ្មុំហ្នឹងវាហៀចេញមកក្រៅកុំឲ្យកពុបកុំឲ្យមានការលួចស៊ីផ្ដេសផ្ដាស់អញ្ចឹងកាលណាបិទអញ្ចឹងអ្នកចិញ្ចឹមជាទូទៅគឺកាត់អាហ្នឹងហើយយកទៅហូបនឹងឯងជាទឹកឃ្មុំសុទ្ធពេញលេញពេលវាបិទសែលនេះបាទអូខេទី6ឃ្មុំគឺវានឹងថែរក្សាទុកទឹកឃ្មុំទាំងនេះជាអាហារបម្រុងសម្រាប់រដូវភ្លៀងដែលពិបាកចេញទៅរកចំណីហើយនឹងរដូវប្រាំងដែលមិនសូវសម្បូរផ្កាអញ្ចឹងរដូវភ្លៀងវាភ្លៀងធ្លាក់ជោគជាំអញ្ចឹងឃ្មុំវាពិបាកទៅរកចំណីណាឬក៏រកបានដែរតែតិចតួចมันអាចចិញ្ចឹមសមាជិកក្នុងសបុកទាំងមូលបានគឺវាចាប់ផ្ដើមប្រើទឹកឃ្មុំដែលសល់ពីរដូវមុនហ្នឹងយកមកចិញ្ចឹមយកមកស៊ីហើយទឹកឃ្មុំហ្នឹងអញ្ចឹងរដូវភ្លៀងធ្លាក់ជោគជាំហើយនឹងរដូវប្រាំងគ្រប់ជាតិវាអត់សូវមានផ្កាអញ្ចឹងការរកចំណីរបស់ឃ្មុំក៏វាមានការថយចុះដែរអញ្ចឹងវាចាប់ផ្ដើមប្រើទឹកឃ្មុំបាទហើយនៅរដូវគេគឺនៅស្រុកគេគឺរដូវរងារដូវធ្លាក់ទឹកកកអញ្ចឹងឃ្មុំវាទៅរកផ្កាអត់បានដែររដូវធ្លាក់ទឹកកកបាទអញ្ចឹងវាចាប់ផ្ដើមប្រើទឹកឃ្មុំជាអាហារហ្នឹងឯងអញ្ចឹងហើយបានយើងអ្នកចិញ្ចឹមយល់ល្អយើងយកទឹកឃ្មុំកុំអស់ពេកពីធុងយើងយកត្រឹមតែ70ណា70% ទៅបានហើយទុកឲ្យវាប្រើប្រាស់បន្ត30% ទៅបាទយកទឹកឃ្មុំអស់ពេកខូចឃ្មុំវិញទេអូខេនេះគឺគ្រាន់តែជាមេរៀនបន្ថែមសម្រាប់សិក្ខាកាមវគ្គចិញ្ចឹមឃ្មុំបាទអញ្ចឹងដូចគ្នាយ៉ាងដែរមេរៀននេះគឺមាននៅក្នុងវគ្គបច្ចេកទេសចិញ្ចឹមឃ្មុំបាទហើយបើសិនជាបងប្អូនចង់សិក្សាវគ្គណាមួយនៅ National Center គឺអាចតាក់ទងលេខទូរស័ព្ទដែលមានស្រាប់នៅក្នុងវីដេអូនេះបាទហើយបណ្ដាវគ្គហ្នឹងគឺមានចំនួន18វគ្គសំទោស16វគ្គបាទ
ដល់6វគ្គនេះគឺមានទាំងវគ្គរៀនផ្ទាល់ហើយនឹងមានទាំងសិក្សាអនឡាញបាទអូខេអញ្ចឹងអរគុណច្រើនហើយសម្រាប់ចម្ងល់អាចតាក់ទងមកលេខទូរស័ព្ទឬក៏ Telegram លេខ061ឬក៏087ហ្នឹងបាទ163 164ឬក៏តាក់ទងតាមFacebook តខ្លួនខ្ញុំក៏បានបាទអាណសាន JP នេះបាទអរគុណច្រើន